សម្ដេចហ៊ុនម៉ាណែតប្រកាសថារដ្ឋមិនលក់ដីប្រលានយន្តហោះពោធិ៍ចិនតុងជាដាច់ខាតថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិដេជោពីក្រុងតាខ្មៅខេត្តកណ្ដាលនាព្រឹកថ្ងៃទី20ខែតុលាឆ្នាំ2025សម្ដេចហ៊ុនម៉ាណែតប្រកាសច្បាស់ថារដ្ឋាភិបាលមិនលក់ប្រលានយន្តហោះពោធិ៍ចិនតុងឬក៏ដីប្រលានយន្តហោះពោធិ៍ចិនតុងជាដាច់ខាតសម្ដេចហ៊ុនម៉ាណែតថ្លែងគូបញ្ជាក់ថារដ្ឋាភិបាលនឹងរក្សាទុកដីប្រលានយន្តហោះចាស់នេះជាសម្បត្តិរបស់រដ្ឋហើយរដ្ឋនឹងចំណាយថវិកាក្នុងមួយឆ្នាំ$3លានអាមេរិកលើការថែទាំប្រលានយន្តហោះនេះដោយឡែកសម្រាប់នាថ្ងៃអនាគតសម្ដេចហ៊ុនម៉ាណែតបានអះអាងថាដីប្រលានយន្តហោះនេះនឹងមានគម្រោងចំនួន2ដោយទី1គឺរដ្ឋនឹងរក្សាទុកជាប្រលានសម្រាប់ចុះចតក្នុងករណីបន្ទាន់ឬចាំបាច់ណាមួយនិងទី2រដ្ឋនឹងអាចកសាងជាសួនសាធារណៈសម្រាប់ឲ្យប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញឬប្រជាពលរដ្ឋដែលរស់នៅជិតនឹងប្រលានចាស់នេះទៅលេងកម្សាន្តគួរជម្រាបថាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឬប្រលានយន្តហោះពោធិ៍ចិនតុងត្រូវបានបិទដំណើរការហោះហើរទាំងស្រុងកាលពីយប់រំលងអាធ្រាត្រថ្ងៃទី9កញ្ញាឆ្នាំ2025កន្លងទៅដោយបានបន្សល់ទុកនៅអនុស្សាវរីយ៍នឹងការចងចាំជាច្រើនសម្រាប់អ្នកដំណើរទាំងជាតិនិងអន្តរជាតិប្រលានយន្តហោះពោធិ៍ចិនតុងត្រូវបានកសាងឡើងនៅក្នុងឆ្នាំ1954នៅលើផ្ទៃដីសរុបទំហំ 386.5 ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចំចៅសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យដែលមានចម្ងាយជាង10គីឡូម៉ែត្រពីចំណុចកណ្ដាលនៃទីក្រុងភ្នំពេញនិងចាប់ផ្ដើមបើកដំណើរការដំបូងនៅឆ្នាំ1955ដែលជាការហោះហើរលក្ខណៈក្នុងស្រុកនិងនៅឆ្នាំ1959អាកាសយានដ្ឋាននេះត្រូវបានពង្រឹងនិងកែលម្អសម្រាប់ហោះហើរជាលក្ខណៈអន្តរជាតិប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងមានដើមកំណើតនៃការចាប់ផ្ដើមសាងសង់ដំបូងតាំងពីសម័យកាន់កាប់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី2ដោយកាលនោះមានប្រលានយន្តហោះជាច្រើនរួមទាំងប្រលានយន្តហោះពោធិ៍ចិនតុងនេះផងដែលត្រូវបានកសាងឡើងដោយការប្រើកម្លាំងពលកម្មបង្ខំបន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅក្នុងឆ្នាំ1953ព្រះករុណាសម្ដេចព្រះបាទនរោត្តមសីហនុព្រះបរមរតនកោដ្ឋបានចាប់ផ្ដើមកិច្ចខិតខំលើកស្ទួយវិស័យអាកាសចរណ៍ដោយធ្វើការអភិវឌ្ឍលើទីតាំងពោធិ៍ចិនតុងយ៉ាងណាក៏ដោយប្រលានយន្តហោះដែលមានអាយុកាលប្រមាណ60ទៅ70ឆ្នាំនេះត្រូវបានជំនួសមកវិញដោយប្រលានយន្តហោះថ្មីគឺអាកាសយានដ្ឋានអន្តរជាតិដេជោដែលស្ថិតនៅក្នុងទឹកដីនៃខេត្តកណ្ដាលអាកាសយានដ្ឋានថ្មីនេះជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4Fរួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដោយបានចំណាយទុនវិនិយោគសរុបប្រមាណ$2,300 លានអាមេរិកនិងបានសាងសង់នៅលើផ្ទៃដីសរុបទំហំ2,600 ហិកតាដោយចំណាយពេលសាងសង់ប្រមាណ5ឆ្នាំដែលចាប់ផ្ដើមនៅថ្ងៃទី7មករា2020និងបញ្ចប់ការសាងសង់នៅថ្ងៃទី31ខែកក្កដាឆ្នាំ2025អាកាសយានដ្ឋានអន្តរជាតិដេជោមានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដារអន្តរជាតិដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទទាំងជើងហោះហើរក្នុងតំបន់និងជើងហោះហើររយៈចម្ងាយឆ្ងាយដែលអាចចុះចតបានដោយសុវត្ថិភាពការសាងសង់អាកាសយានដ្ឋាននេះត្រូវបានបែងចែកជា3ដំណាក់កាលគឺដំណាក់កាលទី1ពីឆ្នាំ2020ដល់2030ដែលអាចទទួលអ្នកដំណើរ15លាននាក់ក្នុងមួយឆ្នាំដំណាក់កាលទី2 2030ដល់2050ដែលអាចទទួលអ្នកដំណើរប្រមាណ30លាននាក់ក្នុងមួយឆ្នាំនិងដំណាក់កាលទី3នោះក្រោយឆ្នាំ2050សម្រាប់ទទួលអ្នកដំណើរ50លាននាក់ក្នុងមួយឆ្នាំ